បាទគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើក tip ខ្លីមួយដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការបំលែងថ្ងៃខែទៅជាថ្ងៃខែភាសាខ្មែរបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងដោយអ្វីដែលអ្នកនរគ្នាបានឃើញហើយខ្ញុំមានទិន្នន័យឬក៏ data របស់ខ្ញុំជាប្រភេទ sort date ដោយអ្វីដែលអ្នកនរគ្នាបានឃើញហើយមានន័យថាខ្ញុំមានថ្ងៃខែជាទម្រង់បែបនេះមានថាមានថ្ងៃខែឆ្នាំជាទម្រង់ sort date បែបនេះហើយខ្ញុំចង់ធ្វើការបំលែងថ្ងៃខែហ្នឹងទៅជាភាសាខ្មែរអញ្ចឹងដើម្បីអាចធ្វើការបំលែងបានតើអ្នកនរគ្នាត្រូវធ្វើដូចម្ដេចដើម្បីអាចធ្វើការបំលែងបានបាទអញ្ចឹងដើម្បីធ្វើការបំលែងបានអ្នកនរគ្នាត្រូវការselect ទៅលើថ្ងៃខែរបស់អ្នកនរគ្នាដែលចង់ធ្វើការបំលែងបើឧទាហរណ៍ថាខ្ញុំមានថ្ងៃខែរបស់ខ្ញុំចាប់ពី column E5 រហូតដល់ E11 មានន័យថាខ្ញុំចង់បំលែង date ទាំងអស់ហ្នឹងទៅជាថ្ងៃខែភាសាខ្មែរអញ្ចឹងខ្ញុំធ្វើការ select លើវាសិនមកខ្ញុំ select បែបនេះហើយអញ្ចឹងអ្នកនរគ្នាទៅលើមើលទៅលើផ្ទាំង Excel របស់យើងអ្នករកមើលពាក្យថា home បន្ទាប់មកពីអ្នកទាំងអស់គ្នាឃើញពាក្យថា home tab ហើយអ្នកទាំងគ្នាស្វែងរកពាក្យថា number format អញ្ចឹងអ្នកទាំងឃើញចំណុចនេះហើយគឺ number format អញ្ចឹងនៅពេលដែលអ្នកឃើញ number format ហើយអ្នកឃើញសញ្ញាព្រួញតូចមួយនៅគៀននេះអ្នកធ្វើការចុចលើវាមកវានឹងធ្វើការលុបទាំងតាក់ទងជាមួយនឹង format cell ឲ្យអ្នកទាំងគ្នាបាទអញ្ចឹងអ្នកទាំងគ្នាបានឃើញហើយមានន័យថានេះគឺជាទម្រង់date របស់យើងបច្ចុប្បន្នមានន័យនេះជាទម្រង់ date របស់យើងបច្ចុប្បន្នដែលយើងអត់ទាន់ធ្វើការបំលែងប៉ុន្តែដោយសារតែចំណុចនេះយើងចង់ធ្វើការបំលែង date យើងទៅជាភាសាខ្មែរអញ្ចឹងដើម្បីអាចធ្វើការបំលែងបានយើងត្រូវរកពាក្យថា custom កន្លែងនេះអញ្ចឹងអ្នកធ្វើការចុចលើវាមកអញ្ចឹងអ្នកត្រូវឃើញទម្រង់នេះគឺទម្រង់ដែលយើងបច្ចុប្បន្នរបស់យើងប៉ុន្តែយើងអត់ចង់បានអញ្ចឹងទេយើងចង់បានជាភាសាខ្មែរអញ្ចឹងអ្នកត្រូវធ្វើការលុបកន្លែងនេះមកបាទអញ្ចឹងដើម្បីអាចធ្វើការបំលែងបានអ្នកត្រូវធ្វើការវាយអក្សរតាមខ្ញុំមកអញ្ចឹងអ្នកត្រូវធ្វើការបើកគ្នាបើកមួយមកបន្ទាប់មកទៀតអ្នកត្រូវធ្វើវាយសញ្ញាដុល្លារដល់មកទៀតអ្នកត្រូវធ្វើការវាយសញ្ញាដកsorry សុំទោសបន្ទាប់មកអ្នកត្រូវវាយពាក្យមួយថា KM ហើយបន្ទាប់មកវាយសញ្ញាដកដូចគ្នាហើយបន្ទាប់មកវាយពាក្យថា KH បន្ទាប់មកទៀតអ្នកត្រូវវាយសញ្ញា comma ឬក៏សញ្ញាក្បៀសមួយមករួចវាយលេខ1200ចឹងអ្នកទាំងគ្នាវាយបានប៉ុណ្្នឹងហើយអ្នកទាំងគ្នាធ្វើការបិទសញ្ញាគ្នាមកវិញបាទអញ្ចឹងមកដល់ចំណុចនេះមានថាវាអត់តន់សូវអីទៀតទេអញ្ចឹងកន្លែងនេះដោយសារយើងចង់បំលែងឲ្យទៅជាភាសាខ្មែរអញ្ចឹងខ្ញុំចង់បានថ្ងៃអញ្ចឹងកាលណាថ្ងៃយើងវាយ DD មកមានថាយើងវាយ DD 4ដងមកដើម្បីយើងចង់បានថ្ងៃជាភាសាខ្មែរខ្ញុំវាយអក្សរតូចសុំទោសជាងអ្នកនរឃើញហើយមានថាយើងចង់បានថ្ងៃពុធប៉ុន្តែថ្ងៃពុធនេះខ្ញុំចង់បានទីប៉ុន្មានទៀតឧទាហរណ៍ថ្ងៃពុធទី1ថ្ងៃពុធទី2ថ្ងៃពុធទី3អញ្ចឹងកន្លែងនេះខ្ញុំវាយអក្សរខ្មែរទីអញ្ចឹងកន្លែងទីនេះយើងដើម្បីឲ្យចេញលេខអ្នកត្រូវវាយ D 2ដងថ្ងៃពុធទី1ញ៉ាបន្ទាប់មកទៀតចង់បានខែអញ្ចឹងអ្នកត្រូវវាយពាក្យខែមកតែដោយសារតែខ្ញុំចង់បានខែជាភាសាខ្មែរខ្ញុំវាយ 4ដងអញ្ចឹងមានអ្នកបានខែមករាហើយមកដល់ចំណុចនេះខ្ញុំចង់បានឆ្នាំមួយទៀតអញ្ចឹងខ្ញុំវាយពាក្យថាឆ្នាំអញ្ចឹងដើម្បីចេញឆ្នាំបានអ្នកត្រូវវាយ4ដងដូចគ្នាអញ្ចឹងអ្នកនឹងឃើញទម្រង់មានន័យថាជាទម្រង់ជាភាសាខ្មែរនៅលើនេះហើយមានថាដូចអ្វីដែលបានបង្ហាញគំរូខាងលើអញ្ចឹងនៅពេលដែលគ្នាវាយទម្រង់បែបហ្នឹងរួចហើយមានថាថ្ងៃខែរបស់យើងធ្វើការបំលែងថ្ងៃខែជាទម្រង់ sort date វាទៅជាទម្រង់បែបនេះវិញបាទអ្នកដល់ពេលចេញបែបនេះអ្នកធ្វើការចុច OK ខាងក្រោមនេះមកអញ្ចឹងមានន័យថាថ្ងៃខែរបស់យើងធ្វើការបានបំលែងទៅជាថ្ងៃខែភាសាខ្មែរហើយអ
ញ្ចឹងមានន័យថាថ្ងៃ1ខែមករាឆ្នាំ2020បានបំលែងទៅជាថ្ងៃពុធទី1ខែមករាឆ្នាំ2020មានថាវាបានបំលែងទៅជាទម្រង់ភាសាខ្មែរអញ្ចឹងនេះថ្ងៃ3ខែមិនិនាឆ្នាំ2021ត្រូវនឹងថ្ងៃពុធទី3ខែមិនិនាឆ្នាំ2021តែឧទាហរណ៍ថាខ្ញុំចង់បានថ្ងៃនេះឧទាហរណ៍ចង់បានថ្ងៃហ្នឹងហ្មងអញ្ចឹងអ្នករៀន white part smart today អញ្ចឹងមានថាវាធ្វើការបំលែងអញ្ចឹងមានន័យថាថ្ងៃនេះថ្ងៃច័ន្ទទី22ខែមិថុនាឆ្នាំ2026អញ្ចឹងមានន័យថា date របស់យើងបាន change ទៅជាភាសាខ្មែរទាំងអស់ហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានធ្វើការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe វីដេអូរបស់ខ្ញុំដើម្បីទទួលបានមេរៀនឬក៏ tip ខ្លីៗបន្ថែមទៀតបាទសូមអរគុណ